បំភ័យគុណវិបត្តិនៃការបង្កើតទម្លាប់ល្អទម្លាប់គឺជាមូលដ្ឋានគ្រឹះឆ្ពោះទៅរកភាពចំណាននៅក្នុងការលេងអុកតតែអ្នកកីឡាករចេះរំកិលកូនអុកជាមូលដ្ឋានដោយស្វ័យប្រវត្តិសិនទើបពួកគេអាចផ្ដោតអារម្មណ៍ទៅលើកម្រិតបន្ទាប់នៃហ្គេមនេះបានរាល់ព័ត៌មានដែលត្រូវបានចងចាំទុកនឹងជួយបើកលំហខួរក្បាលដើម្បីឲ្យអ្នកមានភាពងាយស្រួលក្នុងការគិតលើអ្វីដែលស្មុគស្មាញជាងនេះគោលការណ៍នេះក៏អាចអនុវត្តបានចំពោះគ្រប់កិច្ចការទាំងអស់ផងនៅពេលដែលអ្នកយល់ច្បាស់ពីសកម្មភាពជាមូលដ្ឋានរហូតអាចធ្វើវាបានដោយមិនចាំបាច់គិតនោះអ្នកនឹងមានពេលទំនេរដើម្បីផ្ដោតលើព័ត៌មានលម្អិតដែលកាន់តែស៊ីជម្រៅជាងមុនហេតុនេះហើយទើបគេចាត់ទុកទម្លាប់ថាជាឆ្អឹងខ្នងនៃរាល់ការស្វែងរកភាពល្អឥតខ្ចោះទោះជាយ៉ាងណាក៏ដោយអត្ថប្រយោជន៍នៃទម្លាប់ក៏តែងតែភ្ជាប់មកជាមួយនូវគុណវិបត្តិផងដែរនៅដំណាក់កាលដំបូងការអនុវត្តដដែលនឹងជួយបង្កើតភាពស្ទាត់ជំនាញល្បឿននិងសមត្ថភាពប៉ុន្តែបន្ទាប់ពីទម្លាប់នោះបានคล้ายទៅជាសកម្មភាពស្វ័យប្រវត្តិហើយអ្នកនឹងលែងសូវខ្វល់ខ្វាយពីមតិកែលម្អទៀតហើយអ្នកនឹងធ្លាក់ចូលទៅក្នុងការធ្វើសកម្មភាពដដែលដោយគ្មានការគិតពិចារណាវាកាន់តែងាយស្រួលក្នុងការបណ្តែតបណ្តោយឲ្យកំហុសឆ្គងកើតឡើងនៅពេលដែលអ្នកអាចធ្វើវាបានក្នុងកម្រិតមួយល្អល្មមដោយស្វ័យប្រវត្តិហើយនោះអ្នកនឹងឈប់គិតពីរបៀបធ្វើយ៉ាងណាដើម្បីឲ្យវាកាន់តែប្រសើរឡើងចំណុចល្អនៃទម្លាប់គឺយើងអាចបំពេញកិច្ចការនានាបានដោយមិនចាំបាច់ប្រើការគិតពិចារណាចំណែកឯគុណវិបត្តិនៃទម្លាប់វិញគឺការដែលអ្នកមានភាពស៊ាំជាមួយនឹងការធ្វើអ្វីមួយតាមរបៀបដដែលហើយឈប់យកចិត្តទុកដាក់ចំពោះកំហុសតូចតាចនានាអ្នកតែងតែគិតស្មានថាខ្លួនឯងកំពុងតែអភិវឌ្ឍកាន់តែប្រសើរឡើងដោយសារតែអ្នកកំពុងទទួលបានបទពិសោធន៍ប៉ុន្តែផ្ទុយទៅវិញតាមការពិតអ្នកគ្រាន់តែពង្រឹងទម្លាប់បច្ចុប្បន្នរបស់អ្នកឲ្យកាន់តែរឹងមាំប៉ុណ្ណោះមិនមែនកំពុងអភិវឌ្ឍវាឲ្យល្អជាងមុននោះទេជាក់ស្ដែងមានការស្រាវជ្រាវមួយចំនួនបានបង្ហាញថានៅពេលដែលជំនាញណាមួយត្រូវបានស្ទាត់ជំនាញដល់កម្រិតកំពូលហើយជាទូទៅសមត្ថភាពនៃការអនុវត្តតែងតែមានការធ្លាក់ចុះបន្តិចម្ដងនៅពេលវេលាកន្លងផុតទៅជាទូទៅការធ្លាក់ចុះសមត្ថភាពបន្តិចបន្តួចនេះមិនមែនជារឿងគួរឲ្យព្រួយបារម្ភនោះទេអ្នកមិនចាំបាច់ត្រូវការប្រព័ន្ធមួយដើម្បីមកជួយកែលម្អជាប្រចាំនៅរបៀបដុសធ្មេញចងខ្សែស្បែកជើងឬឆុងតែននៅពេលព្រឹកនោះទេចំពោះទម្លាប់បែបនេះធ្វើបានត្រឹមតែកម្រិតល្អល្មមគឺអាចទទួលយកបានបាត់ទៅហើយកាលណាអ្នកចំណាយថាមពលកាន់តែតិចទៅលើជំរើសកំពេចកំប៉ុកនោះអ្នកនឹងមានថាមពលកាន់តែច្រើនដើម្បីយកទៅផ្ដោតលើកិច្ចការដែលសំខាន់ពិតប្រាកដទោះជាយ៉ាងណាក៏ដោយនៅពេលដែលអ្នកចង់ពង្រីកសក្តានុពលរបស់អ្នកឲ្យដល់កម្រិតអតិបរមានិងសម្រេចឲ្យបាននូវសមត្ថភាពកម្រិតកំពូលអ្នកត្រូវតែមានវិធីសាស្ត្រដែលស៊ីជម្រៅជាងនេះអ្នកមិនអាចធ្វើសកម្មភាពដដែលដោយងងឹតងងល់ហើយរំពឹងថានឹងក្លាយជាបុគ្គលឆ្នើមបាននោះទេទម្លាប់គឺជារឿងចាំបាច់ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ដើម្បីឈានទៅរកភាពចំណាននោះទេអ្វីដែលអ្នកត្រូវការគឺការរួមបញ្ចូលគ្នារវាងទម្លាប់ស្វ័យប្រវត្តិនិងការហ្វឹកហាត់ដោយយកចិត្តទុកដាក់ទម្លាប់បូកការហ្វឹកហាត់ដោយយកចិត្តទុកដាក់ស្មើភាពដើម្បីក្លាយជាបុគ្គលឆ្នើមជំនាញមួយចំនួនពិតជាត្រូវតែក្លាយទៅជាសកម្មភាពស្វ័យប្រវត្តិមែនកីឡាករបាល់បោះចាំបាច់ត្រូវចេះអូសបាល់ដោយមិនចាំបាច់គិតសិនមុននឹងពួកគេអាចឈានទៅហ្វឹកហាត់បោះបាល់បញ្ចូលកន្ត្រកដោយប្រើដៃម្ខាងទៀតដែលមិនសូវស្ទាត់គ្រូពេទ្យវះកាត់ចាំបាច់ត្រូវហាត់វះមុខកំបិតដំបងរាប់ភ្លេចរហូតដល់ថ្នាក់អាចធ្វើវាបានទាំងបិទភ្នែកដើម្បីឲ្យពួកគេអាចបែងចែកអារម្មណ៍ទៅផ្ដោតលើភាពស្មុគស្មាញរាប់រយផ្សេងទៀតដែលអាចកើតមានឡើងក្នុងពេលវះកាត់ប៉ុន្តែបន្ទាប់ពីទម្លាប់មួយត្រូវបានស្ទាត់ជំនាញហើយអ្នកត្រូវតែត្រឡប់ទៅរកចំណុចដែលត្រូវប្រឹងប្រែងគិតឡើងវិញដើម្បីចាប់ផ្ដើមសាងសង់ទម្លាប់បន្ទាប់មួយទៀតភាពស្ទាត់ជំនាញគឺជាដំណើរការនៃការប្រមូលផ្ដុំចំណាប់អារម្មណ៍ទៅលើចំណុចតូចមួយនៃភាពជោគជ័យដោយអនុវត្តវាដដែលរហូតទាល់តែអ្នកចេះស្ទាត់នៅជំនាញនោះហើយបន្ទាប់មកយកទម្លាប់ថ្មីនេះធ្វើជាមូលដ្ឋានគ្រឹះដើម្បីឈានទៅរកកម្រិតបន្ទាប់នៃការអភិវឌ្ឍសមត្ថភាពរបស់អ្នកកិច្ចការចាស់នឹងកាន់តែងាយស្រួលនៅពេលដែលអ្នកធ្វើវាជាលើកទី2ប៉ុន្តែជារួមវាមិនមែនមានន័យថាអ្វីកាន់តែស្រួលជាងមុននោះទេព្រោះពេលនេះអ្នកកំពុងបង្វែរថាមពលរបស់អ្នកទៅដោះស្រាយបញ្ហាប្រឈមបន្ទាប់ទម្លាប់នីមួយនឹងជួយបើកផ្លូវឆ្ពោះទៅរកកម្រិតបន្ទាប់នៃសមត្ថភាពរបស់អ្នកវាគឺជាវដ្តមួយដែលគ្មានទីបញ្ចប់ការស្ទាត់ជំនាញលើទម្លាប់មួយការស្ទាត់ជំនាញក្នុងវិស័យណាមួយរូបភាពទី16ដំណើរការនៃការស្ទាត់ជំនាញទាមទារឲ្យអ្នកបន្ថែមការកែលម្អបន្តិចម្ដងត្រួតពីលើគ្នាដោយទម្លាប់នីមួយត្រូវបានកសាងឡើងផ្អែកលើទម្លាប់មុនរហូតទាល់តែអ្នកឈានដល់កម្រិតសមត្ថភាពថ្មីមួយទៀតហើយជំនាញកម្រិតខ្ពស់ជាងមុនត្រូវបានបញ្ជ្រាបចូលទៅក្នុងខ្លួនយ៉ាងស្ទាត់ជំនាញទោះបីជាទម្លាប់មានថាមពលខ្លាំងក៏ដោយ
អ្វីដែលអ្នកត្រូវការគឺវិធីសាស្ត្រមួយដើម្បីតាមដានឲ្យដឹងជានិច្ចអំពីកម្រិតសមត្ថភាពរបស់អ្នកនៅពេលយូរទៅដើម្បីអ្នកអាចបន្តកែច្នៃនិងកែលម្អវាបានជាក់ស្ដែងនៅពេលដែលអ្នកចាប់ផ្ដើមមានអារម្មណ៍ថាអ្នកបានស្ទាត់ជំនាញណាមួយហើយពោលគឺនៅពេលដែលអ្វីៗចាប់ផ្ដើមដំណើរការដោយស្វ័យប្រវត្តិហើយអ្នកមានអារម្មណ៍ថាងាយស្រួលពេលនោះហើយដែលអ្នកត្រូវតែប្រុងប្រយ័ត្នជៀសវាងកុំឲ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃការពេញចិត្តនឹងខ្លួនឯងជ្រុលពេកដែលនាំឲ្យមានការធ្វេសប្រហែសតើអ្វីទៅជាដំណោះស្រាយគឺត្រូវបង្កើតប្រព័ន្ធមួយសម្រាប់ការឆ្លោះបញ្ចាំងនិងការវាយតម្លៃឡើងវិញរបៀបវាយតម្លៃទម្លាប់របស់អ្នកនឹងធ្វើការកែសម្រួលនៅឆ្នាំ1986ក្រុម Los Angeles Lakers គឺជាក្រុមបាល់បោះដ៏មានទេពកោសល្យបំផុតមួយដែលមិនធ្លាប់មានការប្រមូលផ្ដុំពីមុនមកប៉ុន្តែពួកគេកម្រនឹងត្រូវបានគេចងចាំបែបនេះណាស់ក្រុមនេះបានចាប់ផ្ដើមរដូវកាល NBA ឆ្នាំ1985 ដល់ 1986 ជាមួយនឹងកំណត់ត្រាដ៏គួរឲ្យភ្ញាក់ផ្អើលគឺឈ្នះ29ប្រកួតនិងចាញ់5ប្រកួតលោកគ្រូបង្វឹក Pat Riley បានមានប្រសាសន៍បន្ទាប់ពីបញ្ចប់រដូវកាលនោះថាអ្នកវិភាគបាននិយាយថាយើងប្រហែលជាក្រុមដ៏ល្អបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់បោះអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺក្រុម Lakers បានជួបប្រទះការបរាជ័យនៅក្នុងវគ្គជម្រុះ Playoffs ឆ្នាំ1986ហើយត្រូវធ្លាក់ចេញពីរដូវកាលនោះដោយការចាញ់នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ Western Conference Finals ក្រុមដ៏ល្អបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់បោះមួយនេះសូម្បីតែឱកាសលេងដណ្ដើមជើងឯក NBA ក៏គ្មានផងបន្ទាប់ពីការបរាជ័យនោះលោក Riley មានអារម្មណ៍ធុញទ្រាន់នឹងការស្ដាប់គេនិយាយអំពីទេពកោសល្យកូនក្រុមរបស់គាត់និងក្តីសង្ឃឹមដ៏ធំធេងដែលក្រុមគាត់មានគាត់មិនចង់ឃើញភាពខ្លាំងលេចឡើងតែមួយផ្លែតហើយបន្ទាប់មកសមត្ថភាពលេងក៏ធ្លាក់ចុះបន្តិចម្ដងនោះទេគាត់ចង់ឲ្យក្រុម Lakers បញ្ចេញសមត្ថភាពឲ្យអស់ពីលទ្ធភាពរាល់យប់នៃការប្រកួតនៅរដូវក្តៅឆ្នាំ1986គាត់បានបង្កើតផែនការមួយដើម្បីសម្រេចរឿងនេះឲ្យបានដែលវាគឺជាប្រព័ន្ធមួយដែលគាត់ហៅថាកម្មវិធី Career Best Effort ឬហៅកាត់ថា CBE លោក Riley បានបញ្យល់ថានៅពេលកីឡាករចូលរួមជាមួយក្រុម Lakers ជាលើកដំបូងយើងតាមដានស្ថិតិលេងបាល់បោះរបស់ពួកគេតាំងពីពួកគេនៅរៀនវិទ្យាល័យមកម្លេះខ្ញុំហៅសកម្មភាពនេះថា taking their number យើងស្វែងរកការវាស់ស្ទង់ដ៏ជាក់លាក់មួយអំពីអ្វីដែលកីឡាករម្នាក់អាចធ្វើបានបន្ទាប់មកដាក់បញ្ចូលគាត់ទៅក្នុងផែនការសម្រាប់ក្រុមដោយផ្អែកលើគំនិតដែលថាគាត់នឹងអាចរក្សាសមត្ថភាពមធ្យមរបស់គាត់ហើយបន្ទាប់មកត្រូវធ្វើឲ្យវាកាន់តែប្រសើរឡើងបន្ទាប់ពីកំណត់បាននៅកម្រិតសមត្ថភាពមូលដ្ឋានរបស់កីឡាករម្នាក់ៗរួចមកលោក Riley បានបន្ថែមជំហានដ៏សំខាន់មួយទៀតគាត់បានស្នើសុំឲ្យកីឡាករម្នាក់ៗបង្កើនលទ្ធផលរបស់ពួកគេយ៉ាងហោចណាស់ 1% ពេញមួយរដូវកាលប្រសិនបើពួកគេធ្វើបានជោគជ័យវានឹងត្រូវចាត់ទុកថាជា CBE ឬការប្រឹងប្រែងលេងឲ្យបានល្អបំផុតក្នុងអាជីពរបស់ពួកគេស្រដៀងនឹងក្រុមជិះកង់ British Cycling ដែលយើងបានពិភាក្សានៅក្នុងជំពូកទី1ដែរក្រុម Lakers បានព្យាយាមឈានទៅរកកម្រិតសមត្ថភាពកំពូលតាមរយៈការកែលម្អខ្លួនឲ្យបានល្អជាងមុនបន្តិចម្ដងជារៀងរាល់ថ្ងៃលោក Riley បានបញ្ជាក់យ៉ាងច្បាស់ថា CBE មិនមែនសំដៅត្រឹមតែលើពិន្ទុឬស្ថិតិនោះទេប៉ុន្តែវាគឺជាការប្រឹងប្រែងឲ្យអស់ពីសមត្ថភាពទាំងស្មារតីផ្លូវចិត្តនិងរាងកាយកីឡាករទទួលបានការទទួលស្គាល់ចំពោះការបណ្ដោយឲ្យគូប្រកួតរត់មកបុកខ្លួននៅពេលដែលដឹងថាគេនឹងត្រូវរងការពិន័យការលោតទៅចាប់បាល់ដែលរបូតពីដៃការព្យាយាមលោតដណ្ដើមយកបាល់ទោះបីជាអាចនឹងចាប់វាបានឬមិនបានក៏ដោយការជួយមិត្តរួមក្រុមនៅពេលដែលកីឡាករដែលគេកំពុងតាមការពារនោះរត់រំលងហួសគេបាត់ទៅហើយនិងសកម្មភាពវីរៈបុរសលាក់មុខផ្សេងទៀតជាឧទាហរណ៍សន្មតថា Magic Johnson ដែលជាកីឡាករឆ្នើមរបស់ក្រុម Lakers កាលនោះរកបាន11ពិន្ទុ8 rebounds 12 assists 2 steals និង5 turnovers នៅក្នុងការប្រកួតមួយ Magic ក៏ទទួលបានការទទួលស្គាល់ចំពោះសកម្មភាពវីរៈបុរសលាក់មុខមួយផងដែរតាមរយៈការលោតទៅចាប់បាល់ដែលរបូតពីដៃបូក1ចុងក្រោយគាត់បានលេងសរុបចំនួន33នាទីនៅក្នុងការប្រកួតសន្មតនេះតួលេខវិជ្ជមាន11 + 8 + 12 + 2 + 1 បូកបញ្ចូលគ្នាស្មើនឹង34បន្ទាប់មកយើងដក5 turnover ចេញ34ដក5ដែលស្មើនឹង29ចុងក្រោយយើងយក29ទៅចែកនឹងចំនួននាទីដែលបានលេងគឺ33នាទី29/33ស្មើ 0.879 ត្រង់នេះ
បន្ទុ CBE របស់ Magic គឺ879តួលេខនេះត្រូវបានគណនាសម្រាប់ការប្រកួតទាំងអស់របស់កីឡាករម្នាក់ៗហើយវាគឺជាមធ្យមភាគ CBE ដែលកីឡាករតម្រូវឲ្យបង្កើនចំនួន 1% ក្នុងមួយរដូវកាលលោក Riley បានប្រៀបធៀបបន្ទុ CBE បច្ចុប្បន្នរបស់កីឡាករម្នាក់ៗមិនត្រឹមតែទៅនឹងទម្រង់លេងកន្លងមករបស់ពួកគេប៉ុណ្ណោះទេប៉ុន្តែថែមទាំងប្រៀបធៀបទៅនឹងកីឡាករផ្សេងទៀតនៅក្នុងក្របខ័ណ្ឌផងដែរដោយដែលលោក Riley បានលើកឡើងថាយើងដាក់ចំណាត់ថ្នាក់សមាជិកក្រុមដោយប្រៀបធៀបជាមួយគូប្រជែងក្នុងក្របខ័ណ្ឌដែលលេងនៅតំណែងដូចគ្នានិងមានតួនាទីស្រដៀងគ្នាអ្នកសរសេរព័ត៌មានកីឡា Jackie McMullen បានកត់សម្គាល់ថារៀងរាល់សប្តាហ៍លោក Riley បានសរសេរឈ្មោះកីឡាករដែលលេងបានល្អបំផុតប្រចាំក្របខ័ណ្ឌជាអក្សរដិតធំៗនៅលើក្តារខៀនដើម្បីជាការលើកសរសើរហើយយកពួកគេមកវាស់ស្ទង់ប្រៀបធៀបជាមួយកីឡាករដែលមានតួនាទីដូចគ្នានៅក្នុងក្រុមរបស់គាត់កីឡាករដែលមានសមត្ថភាពលេងបានល្អនិងអាចទុកចិត្តបានជាទូទៅទទួលបានពិន្ទុក្នុងខ្ទង់600ខណៈដែលកីឡាករកម្រិតកំពូលទទួលបានពិន្ទុយ៉ាងហោចណាស់800រីឯ Magic Johnson ដែលសម្រេចបាន triple doubles ចំនួន100នៃ38ដងក្នុងអាជីពរបស់គាត់ច្រើនតែទទួលបានពិន្ទុលើសពី1000ក្រុម Lakers ក៏បានសង្កត់ធ្ងន់ទៅលើការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំផងដែរតាមរយៈការប្រៀបធៀបទិន្នន័យ CBE នាពេលកន្លងមកលោក Riley បាននិយាយថាយើងបានយកទិន្នន័យនៃខែវិច្ឆិកាឆ្នាំ1986មកប្រៀបធៀបជាមួយនឹងខែវិច្ឆិកាឆ្នាំ1985ហើយបានបង្ហាញឲ្យកីឡាករឃើញថាតើពួកគេកំពុងធ្វើបានល្អជាងឬអន់ជាងបើធៀបទៅនឹងពេលវេលាដូចគ្នាកាលពីរដូវកាលមុនបន្ទាប់មកយើងបានបង្ហាញពួកគេអំពីរបៀបដែលតួលេខនៃទម្រង់លេងរបស់ពួកគេសម្រាប់ខែធ្នូឆ្នាំ1986មានភាពខុសគ្នាឬរីកចម្រើនកម្រិតណាបើធៀបទៅនឹងខែវិច្ឆិកាក្រុម Lakers បានចាប់ផ្ដើមអនុវត្តកម្មវិធី CBE នៅក្នុងខែតុលាឆ្នាំ1986 8ខែក្រោយមកពួកគេបានក្លាយជាជើងឯក NBA នៅឆ្នាំបន្ទាប់លោក Pat Riley បានដឹកនាំក្រុមរបស់គាត់ឲ្យឈ្នះជើងឯកមួយទៀតដែលធ្វើឲ្យក្រុម Lakers ក្លាយជាក្រុមដំបូងគេក្នុងរយៈពេល20ឆ្នាំដែលអាចឈ្នះជើងឯក NBA ពីររដូវកាលជាប់គ្នាក្រោយមកគាត់បាននិយាយថាការរក្សាបាននូវការប្រឹងប្រែងគឺជារឿងសំខាន់បំផុតសម្រាប់ស្ថាប័ននីមួយៗវិធីសាស្ត្រដើម្បីទទួលបានជោគជ័យគឺត្រូវរៀនពីរបៀបធ្វើរឿងអ្វីមួយឲ្យបានត្រឹមត្រូវបន្ទាប់មកត្រូវធ្វើវាឲ្យបានដូចគ្នាបែបនេះរាល់ពេលកម្មវិធី CBE គឺជាឧទាហរណ៍ដ៏ល្អមួយដែលបង្ហាញពីថាមពលនៃការឆ្លុះបញ្ចាំងនឹងការវិតម្លៃឡើងវិញក្រុម Lakers គឺជាក្រុមដែលមានទេពកោសល្យស្រាប់ទៅហើយកម្មវិធី CBE បានជួយឲ្យពួកគេទាញយកអត្ថប្រយោជន៍ជាអតិបរមាពីសមត្ថភាពដែលពួកគេមានហើយធានាថាទម្លាប់របស់ពួកគេនឹងមានការរីកចម្រើនជាជាងការធ្លាក់ចុះការឆ្លុះបញ្ចាំងនឹងការវាយតម្លៃឡើងវិញធ្វើឲ្យមានការកែលម្អទម្លាប់ទាំងអស់ក្នុងរយៈពេលវែងព្រោះវាធ្វើឲ្យអ្នកដឹងពីកំហុសរបស់ខ្លួនឯងនិងជួយអ្នកពិចារណាលើលទ្ធភាពផ្សេងៗដើម្បីអភិវឌ្ឍខ្លួនបើគ្មានការឆ្លុះបញ្ចាំងទេយើងអាចនឹងចេះតែរកលេសបង្កើតហេតុផលដោះសារនិងកុហកខ្លួនឯងយើងក៏គ្មានវិធីសាស្ត្រដើម្បីកំណត់ថាតើយើងកំពុងធ្វើបានល្អជាងឬអន់ជាងបើប្រៀបធៀបទៅនឹងថ្ងៃម្សិលមិញនោះទេបុគ្គលឆ្នើមនៅក្នុងគ្រប់វិស័យតែងតែអនុវត្តការឆ្លុះបញ្ចាំងនឹងការវាយតម្លៃឡើងវិញតាមរូបភាពផ្សេងគ្នាហើយដំណើរការនេះមិនចាំបាច់មានភាពស្មុគស្មាញនោះទេកីឡាកររត់ប្រណាំងជនជាតិកេនយ៉ា Eliud Kipchoge គឺជាអ្នករត់ម៉ារ៉ាតុងដ៏អស្ចារ្យបំផុតម្នាក់គ្រប់សម័យកាលនិងជាម្ចាស់មេដាយមាសអូឡ িম্প ពិកផងដែរគាត់នៅតែបន្តកត់ត្រាបន្ទាប់ពីការវឹកហាត់រាល់ដងដែលក្នុងនោះគាត់បានវាយតម្លៃឡើងវិញនៅការវឹកហាត់ប្រចាំថ្ងៃរបស់គាត់និងស្វែងរកចំណុចដែលត្រូវកែលម្អស្រដៀងគ្នានេះដែរកីឡាការិនីហែលទឹកម្ចាស់មេដាយមាស Katie Ledecky តែងតែកត់ត្រាពីសុខុមាលភាពរបស់នាងតាមកម្រិតពិន្ទុពី1ដល់10ហើយនាងក៏មានកត់ចំណាំផងដែរអំពីរបបអាហារនិងគុណភាពនៃការគេងរបស់នាងក៏កត់ត្រាទុកផងដែរនៅថេរវេលាដែលកីឡាករហែលទឹកដទៃទៀតធ្វើបាននៅចុងសប្តាហ៍នីមួយៗគ្រូបង្វឹករបស់នាងតែងតែពិនិត្យមើលកំណត់ត្រារបស់នាងនិងបន្ថែមមតិយោបល់របស់គាត់វាមិនត្រឹមតែអនុវត្តចំពោះអត្តពលិកប៉ុណ្ណោះទេនៅពេលដែលតារាកំប្លែង Chris Rock កំពុងរៀបចំសាច់រឿងថ្មីគាត់តែងតែបង្ហាញខ្លួននៅក្លឹបរាត្រីតូចជាច្រើនសិបដងជាមុនសិនដើម្បីសាកល្បងរឿងកំប្លែងរាប់រយរបស់គាត់កាន់សៀវភៅកត់ត្រាឡើងលើឆាកហើយកត់ត្រាទុកថាតើវគ្គមួយណាដែលទទួលបានការគាំទ្រខ្លាំងនិងវគ្គណាដែលគាត់ចាំបាច់ត្រូវធ្វើការកែសម្រួលប្រយោគកំប្លែងដ៏តាក់ទាញចិត្ត2ឬ3ឃ្លាដែលទទួលបានជោគជ័យ
នឹងក្លាយជាឆ្អឹងខ្នងសម្រាប់កម្មវិធីថ្មីរបស់គាត់ខ្ញុំស្គាល់ថ្នាក់ដឹកនាំប្រតិបត្តិនិងវិនិយោគិនមួយចំនួនដែលតែងតែកត់ត្រាកំណត់ហេតុនៃការសម្រេចចិត្តផ្ទាល់ខ្លួនដែលនៅក្នុងនោះពួកគេបានកត់ត្រានៅការសម្រេចចិត្តសំខាន់ដែលពួកគេបានធ្វើជារៀងរាល់សប្តាហ៍មូលហេតុដែលពួកគេសម្រេចចិត្តបែបនេះនិងលទ្ធផលដែលពួកគេរំពឹងថានឹងទទួលបានពួកគេពិនិត្យមើលជំរឿសរបស់ពួកគេឡើងវិញនៅចុងខែឬចុងឆ្នាំនីមួយៗដើម្បីមើលថាតើការសម្រេចចិត្តមួយណាត្រឹមត្រូវនិងការសម្រេចចិត្តមួយណាដែលខុសឆ្គងការអភិវឌ្ឍសមត្ថភាពមិនមែនមានត្រឹមតែការរៀនសូត្រពីទម្លាប់ប៉ុណ្ណោះទេប៉ុន្តែវាក៏ពាក់ព័ន្ធនឹងការកែសម្រួលទម្លាប់ទាំងនោះឲ្យកាន់តែប្រសើរឡើងផងដែរការឆ្លុះបញ្ចាំងនិងការវាយតម្លៃឡើងវិញជួយធានាថាអ្នកកំពុងចំណាយពេលវេលារបស់អ្នកទៅលើរឿងត្រឹមត្រូវហើយធ្វើការកែតម្រូវទិសដៅនៅពេលចាំបាច់ដូចជាលោក Pat Riley ដែលបានកែសម្រួលការប្រឹងប្រែងរបស់កូនក្រុមគាត់ជារៀងរាល់យប់នៃការប្រកួតអីចឹងដែរអ្នកប្រកាសជាមិនចង់បន្តអនុវត្តទម្លាប់ណាមួយដែលលែងមានប្រសិទ្ធភាពនោះទេជាបទពិសោធន៍ផ្ទាល់ខ្លួនខ្ញុំតែងតែអនុវត្តរបៀបនៃការឆ្លុះបញ្ចាំងនិងការវាយតម្លៃឡើងវិញដ៏សំខាន់ចំនួន2ជារៀងរាល់ខែធ្នូខ្ញុំតែងតែធ្វើការវាយតម្លៃប្រចាំឆ្នាំដែលក្នុងនោះខ្ញុំបានឆ្លុះបញ្ចាំងពីអ្វីៗដែលបានកើតឡើងក្នុងឆ្នាំចាស់ខ្ញុំធ្វើការសរុបទម្លាប់ប្រចាំឆ្នាំរបស់ខ្ញុំដោយរាប់ចំនួនអត្ថបទដែលខ្ញុំបានបោះពុម្ពផ្សាយចំនួននៃការហាត់ប្រាណចំនួនទីកន្លែងថ្មីដែលខ្ញុំបានទៅកម្សាន្តនិងរឿងជាច្រើនទៀតបន្ទាប់មកខ្ញុំធ្វើការឆ្លុះបញ្ចាំងពីភាពរីកចម្រើនរបស់ខ្ញុំឬភាពដើរថយក្រោយរបស់ខ្ញុំតាមរយៈការឆ្លើយនៅសំណួរចំនួន3តើមានរឿងអ្វីខ្លះដែលដំណើរការទៅបានល្អនៅក្នុងឆ្នាំនេះតើមានរឿងអ្វីខ្លះដែលដំណើរការទៅមិនសូវបានល្អនៅក្នុងឆ្នាំតើខ្ញុំបានរៀនសូត្រអ្វីខ្លះ6ខែក្រោយមកនៅពេលរដូវក្តៅឈានចូលមកដល់ខ្ញុំធ្វើរបាយការណ៍វាយតម្លៃភាពស្មោះត្រង់របស់ខ្លួនឯងមួយដូចមនុស្សទូទៅដែរខ្ញុំមានកំហុសឆ្គងជាច្រើនរបាយការណ៍វាយតម្លៃភាពស្មោះត្រង់នេះជួយឲ្យខ្ញុំដឹងថាខ្ញុំបានធ្វើខុសត្រង់ចំណុចណាហើយវាជួយជំរុញទឹកចិត្តខ្ញុំឲ្យត្រឡប់មកដើរលើគន្លងផ្លូវត្រូវវិញខ្ញុំប្រើប្រាស់វាជាពេលវេលាសម្រាប់ពិនិត្យមើលឡើងវិញនៅគុណតម្លៃស្នូលរបស់ខ្ញុំហើយពិចារណាមើលថាតើខ្ញុំកំពុងតែរស់នៅស្របទៅតាមគុណតម្លៃទាំងនោះដែរឬទេនេះគឺជាពេលវេលាដែលខ្ញុំឆ្លុះបញ្ចាំងពីអត្តសញ្ញាណរបស់ខ្ញុំនិងរបៀបដែលខ្ញុំអាចខិតខំប្រឹងប្រែងដើម្បីក្លាយជាប្រភេទមនុស្សដែលខ្ញុំប្រាថ្នាចង់ក្លាយជារបាយការណ៍វាយតម្លៃភាពស្មោះត្រង់ប្រចាំឆ្នាំរបស់ខ្ញុំឆ្លើយតបនឹងសំណួរចំនួន3តើអ្វីទៅជាគុណតម្លៃស្នូលដែលជំរុញជីវិតនិងការងាររបស់ខ្ញុំតើបច្ចុប្បន្ននេះខ្ញុំកំពុងតែរស់នៅនិងធ្វើការប្រកបដោយភាពស្មោះត្រង់ដោយរបៀបណាតើខ្ញុំអាចកំណត់ស្តង់ដារមួយឲ្យខ្ពស់ជាងមុនទៅថ្ងៃអនាគតដោយរបៀបណារបាយការណ៍ទាំងពីរនេះមិនចំណាយពេលយូរនោះទេពលគឺត្រឹមតែ 2-3 ម៉ោងប៉ុណ្ណោះក្នុងមួយឆ្នាំប៉ុន្តែវាគឺជាពេលវេលាដ៏សំខាន់សម្រាប់ការកែតម្រូវវាជួយទប់ស្កាត់ការធ្លាក់ចុះបន្តិចម្ដងដែលតែងតែកើតមានឡើងនៅពេលដែលខ្ញុំមិនបានយកចិត្តទុកដាក់ឲ្យបានដិតដល់វាដើរតួជាការរំលឹកប្រចាំឆ្នាំដើម្បីឲ្យខ្ញុំត្រឡប់ទៅពិនិត្យមើលឡើងវិញនៅអត្តសញ្ញាណដែលខ្ញុំចង់បានហើយពិចារណាថាតើទម្លាប់បច្ចុប្បន្នរបស់ខ្ញុំកំពុងជួយឲ្យខ្ញុំក្លាយជាប្រភេទមនុស្សដែលខ្ញុំប្រាថ្នាចង់ក្លាយជាដែរឬទេវាបង្ហាញប្រាប់ខ្ញុំពីពេលវេលាដែលខ្ញុំគួរតែបង្កើនកម្រិតទម្លាប់របស់ខ្ញុំនិងហ៊ានទទួលយកបញ្ហាប្រឈមថ្មីព្រមទាំងពេលវេលាដែលខ្ញុំគួរកាត់បន្ថយការប្រឹងប្រែងខ្លាំងពេកហើយងាកមកផ្ដោតលើចំណុចមូលដ្ឋានវិញការឆ្លុះបញ្ចាំងក៏អាចផ្ដល់ឲ្យយើងនូវទស្សនៈទានជារួមផងដែរទម្លាប់ប្រចាំថ្ងៃមានថាមពលខ្លាំងក្លាដោយសារតែឥទ្ធិពលនៃការសន្សំសំចៃបូកបញ្ចូលគ្នាប៉ុន្តែការព្រួយបារម្ភខ្លាំងពេកទៅលើរាល់ជម្រើសប្រចាំថ្ងៃគឺប្រៀបបាននឹងការឆ្លុះកញ្ចក់មើលខ្លួនឯងក្នុងគម្លាតមួយអ៊ីងអ៊ីចឹងដែរអ្នកអាចមើលឃើញរាល់ភាពមិនល្អឥតខ្ចោះទាំងអស់រហូតធ្វើឲ្យអ្នកមើលលែងឃើញពីទិដ្ឋភាពជារួមដ៏ធំទូលាយនេះគឺជាពេលដែលមានព័ត៌មានឆ្លើយតបត្រឡប់មកវិញច្រើនពេកផ្ទុយទៅវិញការដែលមិនធ្លាប់វាយតម្លៃទម្លាប់របស់ខ្លួនឡើងវិញសោះគឺប្រៀបបាននឹងការមិនដែលឆ្លុះកញ្ចក់អីចឹងដែរអ្នកនឹងមិនបានដឹងពីចំណុចខ្វះខាតដែលងាយស្រួលកែតម្រូវនោះទេដូចជាស្នាមប្រឡាក់នៅលើអាវឬកំទេចអាហារដែលជាប់នៅចន្លោះធ្មេញរបស់អ្នកជាដើមនេះគឺជាពេលដែលមានព័ត៌មានឆ្លើយតបត្រឡប់មកវិញតិចតួចពេកការឆ្លុះបញ្ចាំងនឹងការវាយតម្លៃឡើងវិញតាមកាលកំណត់គឺប្រៀបបាននឹងការឆ្លុះកញ្ចក់មើលខ្លួនឯងក្នុងចម្ងាយដែលអ្នកកំពុងឈរសន្ទនាជាមួយនរណាម្នាក់អីចឹងដែរអ្នកអាចមើលឃើញពីការផ្លាស់ប្ដូរដ៏សំខាន់ដែលអ្នកគួរតែធ្វើដោយមិនបាត់បង់ការមើលឃើញនៅទិដ្ឋភាពជារួមដ៏ធំទូលាយនោះឡើយអ្នកប្រកាសជាចង់មើលឃើញជួរភ្នំទាំងមូលជាជាងការគិតខ្វល់ខ្វាយតែពីរឿងកំពូលភ្នំនិងជ្រលងភ្នំនីមួយៗជាក់ជាមិនខាន
ជាចុងក្រោយការឆ្លោះបញ្ចាំងនឹងការវាយតម្លៃឡើងវិញផ្ដល់នៅពេលវេលាដ៏ល្អឥតខ្ចោះមួយដើម្បីងាកទៅពិនិត្យមើលឡើងវិញនៅទស្សនវិជ្ជាដ៏សំខាន់បំផុតមួយនៃការផ្លាស់ប្ដូរអាកប្បកិរិយានោះគឺអត្តសញ្ញាណរបៀបបំបត្តិជំនឿដែលរារាំងអ្នកពីភាពជោគជ័យនៅដំណាក់កាលដំបូងការអនុវត្តទម្លាប់ដដែលគឺជារឿងចាំបាច់ដើម្បីបង្កើតភស្តុតាងបញ្ជាក់ពីអត្តសញ្ញាណដែលអ្នកចង់បានទោះជាយ៉ាងណាក៏ដោយនៅពេលដែលអ្នកប្រកាន់ខ្ជាប់នៅអត្តសញ្ញាណថ្មីនោះជំនឿដដែលទាំងនោះអាចនឹងរារាំងអ្នកពីការអភិវឌ្ឍខ្លួនទៅកាន់កម្រិតបន្ទាប់នៅពេលដែលវាផ្ដល់ផលរំខានដល់អ្នកអត្តសញ្ញាណរបស់អ្នកនឹងបង្កើតជាប្រភេទនៃភាពអំនួតមួយដែលជំរុញឲ្យអ្នកមិនព្រមទទួលស្គាល់ចំណុចខ្សោយរបស់ខ្លួនហើយរារាំងអ្នកមិនឲ្យមានការរីកចម្រើនពិតប្រាកដនេះគឺជាគុណវិបត្តិដ៏ធំបំផុតមួយនៃការកសាងទម្លាប់កាលណាគំនិតមួយកាន់តែមានតម្លៃសម្រាប់យើងពោលគឺនៅពេលដែលវាបានចាក់ឫសកាន់តែជ្រៅទៅក្នុងអត្តសញ្ញាណរបស់យើងនោះយើងនឹងកាន់តែខិតខំការពារវាពីការរិះគន់នានាអ្នកអាចមើលឃើញរឿងនេះកើតឡើងនៅក្នុងគ្រប់វិស័យទាំងអស់គ្រូបង្រៀនដែលមិនខ្វល់ពីវិធីសាស្ត្របង្រៀនថ្មីហើយប្រកាន់ខ្ជាប់តែគម្រោងមេរៀនចាស់របស់គាត់ដែលធ្លាប់តែទទួលបានលទ្ធផលល្អដែលគ្រប់គ្រងដែលមានបទពិសោធន៍យូរឆ្នាំដែលតែងតែប្រកាន់ខ្ជាប់ការធ្វើការងារតាមរបៀបរបស់គាត់គ្រូពេទ្យវះកាត់ដែលចរានចោលគំនិតរបស់មិត្តរួមការងារវ័យក្មេងក្រុមតន្ត្រីដែលផលិតបានអាល់ប៊ុមដំបូងដ៏គួរឲ្យភ្ញាក់ផ្អើលប៉ុន្តែបន្ទាប់មកក៏ជាប់គាំងលែងមានភាពច្នៃប្រឌិតថ្មីកាលណាយើងកាន់តែក្រាញននាលជាប់នឹងអត្តសញ្ញាណណាមួយនោះវាកាន់តែពិបាកសម្រាប់យើងក្នុងការអភិវឌ្ឍខ្លួនឲ្យហួសពីកម្រិតនោះដំណោះស្រាយមួយគឺត្រូវជៀសវាងការយកទស្សនវិជ្ជាណាមួយនៃអត្តសញ្ញាណរបស់អ្នកមកធ្វើជាចំណែកដ៏ធំលើសលប់ក្នុងការកំណត់ថាអ្នកជានរណាយោងតាមសម្ដីរបស់វិនិយោគិន Paul Graham បានលើកឡើងថាត្រូវរក្សាអត្តសញ្ញាណរបស់អ្នកឲ្យនៅតូចតាចកាលណាអ្នកបណ្ដោយឲ្យជំនឿតែមួយមកកំណត់អត្តសញ្ញាណរបស់អ្នកកាន់តែខ្លាំងនោះអ្នកនឹងកាន់តែខ្វះសមត្ថភាពក្នុងការបត់បែននៅពេលដែលជីវិតជួបប្រទះនឹងបញ្ហាប្រឈមប្រសិនបើអ្នកចងភ្ជាប់អ្វីៗគ្រប់យ៉ាងទៅនឹងការធ្វើជាកីឡាករបាល់បោះតំណែងបញ្ជូនបាល់ឬការធ្វើជាដៃគូភាគហ៊ុននៅក្នុងក្រុមហ៊ុនឬមុខតំណែងអ្វីផ្សេងទៀតនោះការបាត់បង់ផ្នែកណាមួយនៃជីវិតរបស់អ្នកវានឹងបំផ្លាញអ្នកមិនខានប្រសិនបើអ្នកគឺជាអ្នកដមសាច់សត្វបន្ទាប់មកស្រាប់តែមានបញ្ហាសុខភាពដែលបង្ខំឲ្យអ្នកផ្លាស់ប្ដូររបបអាហារនោះអ្នកនឹងជួបប្រទះនៅវិបត្តិអត្តសញ្ញាណជាក់ជាមិនខាននៅពេលដែលអ្នកប្រកាន់ខ្ជាប់នៅអត្តសញ្ញាណតែមួយខ្លាំងពេកអ្នកនឹងក្លាយទៅជាមនុស្សដែលងាយផុយស្រួយនៅពេលដែលបាត់បង់រឿងមួយនោះអ្នកក៏នឹងបាត់បង់ខ្លួនឯងដូចគ្នាសម្រាប់មួយភាគធំនៃជីវិតយុវវ័យរបស់ខ្ញុំការធ្វើជាអត្តពលិកគឺជាផ្នែកដ៏សំខាន់មួយនៃអត្តសញ្ញាណរបស់ខ្ញុំបន្ទាប់ពីអាជីពកីឡាបេស្បលរបស់ខ្ញុំត្រូវបានបញ្ចប់ខ្ញុំបានជួបការលំបាកក្នុងការស្វែងរកខ្លួនឯងនៅពេលដែលអ្នកចំណាយពេលពេញមួយជីវិតដើម្បីកំណត់អត្តសញ្ញាណខ្លួនឯងក្នុងទម្រង់តែមួយហើយស្រាប់តែរឿងនោះត្រូវបានបាត់បង់ទៅតើពេលនេះអ្នកជានរណាអតីតយុទ្ធជននិងអតីតសហគ្រិនក៏មានអារម្មណ៍ស្រដៀងគ្នានេះដែរប្រសិនបើអត្តសញ្ញាណរបស់អ្នកត្រូវបានផ្សារភ្ជាប់ទៅនឹងជំនឿមួយដូចជាខ្ញុំគឺជាទាហានដ៏អស្ចារ្យម្នាក់តើមានអ្វីកើតឡើងនៅពេលដែលអាណត្តិបម្រើការងាររបស់អ្នកត្រូវបានបញ្ចប់សម្រាប់ម្ចាស់អាជីវកម្មជាច្រើនអត្តសញ្ញាណរបស់ពួកគេគឺមានលក្ខណៈស្រដៀងទៅនឹងពាក្យថាខ្ញុំជានាយកប្រតិបត្តិឬខ្ញុំជាស្ថាបនិកប្រសិនបើអ្នកបានចំណាយពេលស្ទើរតែគ្រប់វិនាទីធ្វើការទៅលើអាជីវកម្មរបស់អ្នកតើអ្នកនឹងមានអារម្មណ៍យ៉ាងណាបន្ទាប់ពីអ្នកលក់ក្រុមហ៊ុននោះចេញគន្លឹះដើម្បីកាត់បន្ថយការបាត់បង់អត្តសញ្ញាណទាំងនេះគឺការកំណត់អត្តសញ្ញាណរបស់អ្នកឡើងវិញតាមរបៀបមួយដែលអ្នកអាចរក្សាបាននូវទិដ្ឋភាពសំខាន់នៃអត្តសញ្ញាណរបស់អ្នកទោះបីជាតួនាទីជាក់លាក់របស់អ្នកត្រូវបានផ្លាស់ប្ដូរក៏ដោយខ្ញុំគឺជាអត្តពលិកម្នាក់ប្រែក្លាយទៅជាខ្ញុំគឺជាប្រភេទមនុស្សដែលមានស្មារតីរឹងមាំនិងចូលចិត្តការប្រកួតប្រជែងផ្នែកកាយសម្បទាខ្ញុំគឺជាទាហានដ៏អស្ចារ្យម្នាក់ប្រែក្លាយទៅជាខ្ញុំគឺជាប្រភេទមនុស្សដែលមានវិន័យអាចពឹងផ្អែកបាននិងពូកែធ្វើការងារជាក្រុមខ្ញុំជានាយកប្រតិបត្តិប្រែទៅជាខ្ញុំគឺជាប្រភេទមនុស្សដែលចូលចិត្តស្ថាបនានិងបង្កើតរឿងថ្មីនៅពេលដែលត្រូវបានជ្រើសរើសយ៉ាងមានប្រសិទ្ធភាពអត្តសញ្ញាណមួយអាចមានភាពបត់បែនជាងភាពផុយស្រួយដូចជាទឹកដែលហូរវាងឧបសគ្គអីចឹងដែរអត្តសញ្ញាណរបស់អ្នកនឹងសម្របខ្លួនទៅតាមកលៈទេសៈដែលកំពុងផ្លាស់ប្ដូរជាងការប្រឆាំងនឹងពួកវាសម្រងសម្ដីខាងក្រោមដែលដកស្រង់ចេញពីសៀវភៅ Tao Te Ching បានក្តោបយកអត្ថន័យនៃគំនិតនេះយ៉ាងល្អឥតខ្ចោះមនុស្សកើតមកមានភាពទន់ភ្លន់និងបត់បែនបានពេលស្លាប់ទៅពួកគេคล้ายជារឹងស្ទោកនិងរឹងកំព្រឹសរុក្ខជាតិកើតមកមានភាពទន់ល្មើយនិងងាយបត់បែនពេលងាប់ទៅពួកវាคล้ายជាងាយបាក់បែកនិងស្ងួតគិត
ដូច្នេះហើយជនណាដែលរឹងត្អឹងនឹងមិនចេះបត់បែនគឺជាសាវកនៃសេចក្តីស្លាប់ជនណាដែលទន់ភ្លន់នឹងចេះសម្របខ្លួនគឺជាសាវកនៃជីវិតអ្វីដែលរឹងត្អឹងនឹងរឹងកំព្រឹសនឹងត្រូវបាក់បែកអ្វីដែលទន់ភ្លន់នឹងងាយបត់បែននឹងយកឈ្នះទម្លាប់ផ្ដល់នៅអត្ថប្រយោជន៍ជាច្រើនប៉ុន្តែឧណិប័តរបស់វាគឺវាអាចចងជើងយើងឲ្យជាប់នៅក្នុងទម្រង់នៃការគិតនិងការធ្វើសកម្មភាពបែបចាស់ៗទោះបីជាពិភពលោកជុំវិញខ្លួនយើងកំពុងតែមានការផ្លាស់ប្ដូរក៏ដោយអ្វីគ្រប់យ៉ាងសុទ្ធតែមិនទៀងទាត់នោះទេជីវិតតែងតែមានការផ្លាស់ប្ដូរជាបន្តបន្ទាប់ដូច្នេះហើយអ្នកចាំបាច់ត្រូវតែចំណាយពេលត្រួតពិនិត្យមើលវាឡើងវិញជាប្រចាំដើម្បីចង់ដឹងថាតើទម្លាប់និងជំនឿចាស់ៗរបស់អ្នកនៅតែបន្តផ្ដល់ផលប្រយោជន៍ដល់អ្នកទៀតឬក៏អត់កង្វះការយល់ដឹងពីខ្លួនឯងគឺជាថ្នាំពុលការឆ្លោះបញ្ចាំងនិងការវាយតម្លៃឡើងវិញគឺជាថ្នាំបន្សាបសេចក្តីសង្ខេបចម្ពោះគុណសម្បត្តិនៃទម្លាប់គឺថាយើងអាចធ្វើអ្វីបានដោយមិនបាច់គិតចំណែកឯគុណវិបត្តិវិញគឺថាយើងឈប់យកចិត្តទុកដាក់ចំពោះកំហុសតូចតាចទម្លាប់បូកការអនុវត្តដោយចេតនាស្មើភាពស្ទាត់ការឆ្លោះបញ្ចាំងនិងការពិនិត្យឡើងវិញគឺជាដំណើរការដែលជួយឲ្យអ្នកបន្តដឹងខ្លួនអំពីលទ្ធផលនៃការអនុវត្តរបស់អ្នកពីមួយពេលទៅមួយពេលកាលណាយើងកាន់តែប្រកាន់ខ្ជាប់យ៉ាងតឹងរឹងនៅអត្តសញ្ញាណណាមួយនោះយើងកាន់តែមានការលំបាកក្នុងការអភិវឌ្ឍខ្លួនឲ្យឈានហួសពីកម្រិតនោះសេចក្តីសន្និដ្ឋានអាចកំបាំងឆ្ពោះទៅរកលទ្ធផលដែលថិតថេរយូរអង្វែងមានរឿងប្រៀបប្រដៅរបស់ក្រិចបុរាណមួយដែលត្រូវបានគេស្គាល់ថាជាទ្រឹស្ដីបញ្ច្រាស់ Sorite Paradox ដែលនិយាយអំពីឥទ្ធិពលនៃការធ្វើសកម្មភាពដ៏តូចមួយដែលអាចហុចផលនៅពេលដែលវាត្រូវបានធ្វើឡើងវិញច្រើនដងគ្រប់គ្រាន់ទម្រង់មួយនៃទ្រឹស្ដីបញ្ច្រាស់នេះមានដូចតទៅតើកាក់មួយសេនអាចធ្វើឲ្យមនុស្សម្នាក់ក្លាយជាអ្នកមានបានទេប្រសិនបើអ្នកឲ្យកាក់មួយគំនរដែលមានចំនួន10កាក់ទៅនរណាម្នាក់អ្នកប្រកាសជាមិនអាចចាត់ទុកថាគាត់ជាអ្នកមាននោះទេចុះប្រសិនបើអ្នកបន្ថែមកាក់មួយទៀតនិងមួយទៀតនៅចំណុចណាមួយអ្នកនឹងត្រូវទទួលស្គាល់ថាគ្មាននរណាម្នាក់អាចក្លាយជាអ្នកមានបានទេលុះត្រាតែកាក់មួយនោះអាចធ្វើឲ្យគាត់ក្លាយជាអ្នកមានបានយើងក៏អាចនិយាយដូចគ្នាដែរចំពោះទម្លាប់តូចបំផុតតើការផ្លាស់ប្ដូរដ៏តូចមួយអាចកែប្រែជីវិតរបស់អ្នកបានទេអ្នកប្រហែលជានឹងឆ្លើយថាមិនអាចទេចុះប្រសិនបើអ្នកបង្កើតការផ្លាស់ប្ដូរមួយទៀតនៅចំណុចណាមួយអ្នកនឹងត្រូវទទួលស្គាល់ថាជីវិតរបស់អ្នកត្រូវបានកែប្រែដោយសារតែការផ្លាស់ប្ដូរដ៏តូចមួយនោះគោលដៅកំពូលនៃការផ្លាស់ប្ដូរទម្លាប់មិនមែនជាការអភិវឌ្ឍត្រឹមតែ 1% តែមួយដងនោះទេប៉ុន្តែវាគឺជាការអភិវឌ្ឍរាប់ពាន់ដងវាគឺជាបណ្ដុំនៃទម្លាប់តូចបំផុតដែលបានប្រមូលផ្ដុំគ្នាដែលទម្លាប់នីមួយៗគឺជាកោសិកាជាមូលដ្ឋាននៃប្រព័ន្ធទាំងមូលនៅដំណាក់កាលដំបូងការអភិវឌ្ឍបន្តិចបន្តួចជារឿយៗមើលទៅហាក់ដូចជាគ្មានន័យអ្វីទាំងអស់ពីព្រោះវាត្រូវបានគ្របដណ្ដប់ដោយប្រព័ន្ធទម្លាប់ចាស់ដែលមានទម្ងន់ធ្ងន់ជាងដោយដែលកាក់មួយសេនមិនអាចធ្វើឲ្យយើងក្លាយជាសេដ្ឋីបាននោះការផ្លាស់ប្ដូរជាវិជ្ជមានណាមួយដូចជាការតាំងសមាធិ1នាទីឬការអានសៀវភៅមួយទំព័រជារៀងរាល់ថ្ងៃក៏មិនអាចផ្ដល់នូវលទ្ធផលឲ្យយើងឃើញប្លែកភ្នែកភ្លាមនោះដែរទោះជាយ៉ាងណាក៏ដោយបន្តិចម្ដងកាលណាយើងបន្តសន្សំការផ្លាស់ប្ដូរតូចបញ្ចូលគ្នាជាបន្តបន្ទាប់នោះជីវិតនឹងចាប់ផ្ដើមមានការប្រែប្រួលជាមិនខានរាល់ការអភិវឌ្ឍនីមួយគឺប្រៀបបាននឹងការសន្សំទង្វើល្អបន្តិចម្ដងដែលវាជួយរុញច្រានស្ថានភាពឲ្យមានប្រៀបសម្រាប់យើងជាចុងក្រោយប្រសិនបើយើងនៅតែបន្តប្រកាន់ខ្ជាប់នៅទង្វើទាំងនេះនោះយើងនឹងឈានដល់ចំណុចរបត់ដ៏ធំមួយស្រាប់តែពេលនោះយើងនឹងមានអារម្មណ៍ថាការប្រកាន់ខ្ជាប់នៅទម្លាប់ល្អៗคล้ายជារឿងងាយស្រួលជាងមុនប្រព័ន្ធទម្លាប់ទាំងមូលនឹងងាកមកជួយគាំទ្រយើងវិញជាងคล้ายជាឧបសគ្គរារាំងយើងពេញមួយសភៅនេះយើងបានសិក្សារួចមកហើយអំពីសាច់រឿងរាប់សិបរបស់អ្នកដែលទទួលបានជោគជ័យកំពូលយើងបានដឹងឮអំពីម្ចាស់មេដាយមាសអូឡីមពិកសិល្បករដែលទទួលបានពានរង្វាន់ថ្នាក់ដឹកនាំធុរកិច្ចវិជ្ជបណ្ឌិតសង្គ្រោះជីវិតនិងតារាកំប្លែងល្បីៗដែលពួកគាត់សុទ្ធតែបានប្រើប្រាស់វិទ្យាសាស្ត្រនៃទម្លាប់តូចដើម្បីអភិវឌ្ឍជំនាញរបស់ខ្លួនរហូតឈានដល់ចំណុចកំពូលនៅក្នុងវិស័យរៀងៗខ្លួនបុគ្គលក្រុមការងារនិងក្រុមហ៊ុននីមួយៗដែលយើងបានលើកយកមកបង្ហាញសុទ្ធតែជួបប្រទះនឹងកាលៈទេសៈខុសៗគ្នាប៉ុន្តែនៅទីបញ្ចប់ពួកគេអាចឈានទៅរកភាពជោគជ័យតាមរយៈមធ្យោបាយតែមួយនោះគឺការបដិញ្ញាចិត្តធ្វើការអភិវឌ្ឍឲ្យបានបន្តិចម្ដងតែមានចីរភាពនិងមិនរាថយភាពជោគជ័យមិនមែនជាគោលដៅសម្រាប់យកឈ្នះឬជាខ្សែបន្ទាត់ព្រំដែនដែលត្រូវឆ្លងកាត់នោះទេវាគឺជាប្រព័ន្ធមួយដែលទាមទារការអភិវឌ្ឍបន្តនិងជាដំណើរការនៃការកែលម្អដែលមិនចេះចប់មិនចេះហើយនៅក្នុងជំពូកទី1ខ្ញុំបាននិយាយថា
ប្រសិនបើអ្នកកំពុងតែជួបការលំបាកក្នុងការផ្លាស់ប្ដូរទម្លាប់របស់ខ្លួននោះបញ្ហាមិនមែនស្ថិតនៅលើរូបអ្នកទេបញ្ហាគឺស្ថិតនៅលើប្រព័ន្ធរបស់អ្នកផ្ទាល់ទម្លាប់អាក្រក់កើតឡើងច្រំដែលមិនមែនដោយសារតែអ្នកមិនចង់ផ្លាស់ប្ដូរនោះទេប៉ុន្តែដោយសារតែអ្នកមានប្រព័ន្ធមួយដែលមិនត្រឹមត្រូវសម្រាប់ការផ្លាស់ប្ដូរខណៈពេលដែលសិភៅនេះឈានចូលដល់ទីបញ្ចប់ខ្ញុំសង្ឃឹមថារឿងរ៉ាវនឹងប្រែជាផ្ទុយពីនេះវិញតាមរយៈវិធានទាំង4នៃការផ្លាស់ប្ដូរអាកប្បកិរិយាអ្នកទទួលបាននូវបណ្ដុំឧបករណ៍និងយុទ្ធសាស្ត្រដែលអ្នកអាចយកទៅប្រើប្រាស់ដើម្បីកសាងប្រព័ន្ធឲ្យកាន់តែប្រសើរនិងបង្កើតទម្លាប់ឲ្យកាន់តែល្អជាងមុនពេលខ្លះទម្លាប់មួយអាចនឹងពិបាកចងចាំដូច្នេះអ្នកត្រូវតែធ្វើឲ្យវាមានភាពច្បាស់លាស់ពេលខ្លះទៀតអ្នកអាចនឹងមិនមានអារម្មណ៍ចង់ចាប់ផ្ដើមធ្វើវាដូច្នេះអ្នកត្រូវតែធ្វើឲ្យវាមានភាពតាក់ទាញក្នុងករណីជាច្រើនអ្នកប្រហែលជាយល់ថាទម្លាប់ណាមួយមានភាពលំបាកខ្លាំងពេកដូច្នេះអ្នកត្រូវតែធ្វើឲ្យវាคล้ายជាងាយស្រួលធ្វើហើយជួនកាលអ្នកនឹងមិនមានអារម្មណ៍ចង់ប្រកាន់ខ្ជាប់ទម្លាប់នោះទៀតទេដូច្នេះអ្នកត្រូវតែធ្វើឲ្យវាផ្ដល់នូវភាពពេញចិត្តអ្នកប្រកាសជាចង់រុញច្រានទម្លាប់ល្អៗរបស់អ្នកទៅកាន់ផ្នែកខាងឆ្វេងនៃតារាងដោយធ្វើឲ្យពួកវាមានភាពច្បាស់លាស់តាក់ទាញងាយស្រួលនិងផ្ដល់នូវភាពពេញចិត្តទន្ទឹមនឹងនេះអ្នកត្រូវរុញច្រានទម្លាប់អាក្រក់របស់អ្នកទៅប្រមូលផ្ដុំនៅផ្នែកខាងស្ដាំដោយធ្វើឲ្យពួកវាคล้ายជារបស់ដែលមើលមិនឃើញគ្មានភាពតាក់ទាញលំបាកនិងមិនផ្ដល់ភាពពេញចិត្តនេះគឺជាដំណើរការដែលត្រូវធ្វើជាបន្តបន្ទាប់វាមិនមានខ្សែបន្ទាត់ព្រំដែនបញ្ចប់នោះទេហើយក៏គ្មានដំណោះស្រាយណាដែលអាចនៅស្ថិតស្ថេរជាអចិន្ត្រៃយ៍នោះដែររាល់ពេលដែលអ្នកចង់អភិវឌ្ឍខ្លួនអ្នកអាចវិលទៅអនុវត្តវិធានទាំង4នៃការផ្លាស់ប្ដូរអាកប្បកិរិយាសាជាថ្មីរហូតដល់អ្នករកឃើញចំណុចរាំងស្ទះបន្ទាប់ធ្វើឲ្យវាមានភាពច្បាស់លាស់ធ្វើឲ្យវាមានភាពតាក់ទាញធ្វើឲ្យវាងាយស្រួលធ្វើឲ្យវាផ្ដល់នូវភាពពេញចិត្តអនុវត្តវិលចុះវិលឡើងជារង្វង់បែបនេះបន្តទៀតដោយត្រូវស្វែងរកមធ្យោបាយថ្មីជានិច្ចដើម្បីបន្តអភិវឌ្ឍខ្លួនឲ្យបាន 1% ល្អជាងមុនអាចកំបាំងក្នុងការទទួលបានលទ្ធផលដែលស្ថិតស្ថេរយូរអង្វែងគឺការមិនបញ្ឈប់ការអភិវឌ្ឍខ្លួនវាជារឿងដ៏អស្ចារ្យណាស់នៅអ្វីដែលអ្នកអាចសាងបានប្រសិនបើអ្នកមិនបោះបង់ពាក់កណ្ដាលទីវាជារឿងដ៏អស្ចារ្យនៅអាជីវកម្មដែលអ្នកអាចកសាងបានប្រសិនបើអ្នកមិនឈប់ខិតខំប្រឹងប្រែងធ្វើការវាជារឿងដ៏អស្ចារ្យនៅរូបរាងកាយដែលអ្នកអាចកសាងបានប្រសិនបើអ្នកមិនឈប់ហ្វឹកហាត់វាជារឿងដ៏អស្ចារ្យនៅចំណេះដឹងដែលអ្នកអាចសាងបានប្រសិនបើអ្នកមិនឈប់រៀនសូត្រវាជារឿងដ៏អស្ចារ្យនៅទ្រព្យសម្បត្តិដែលអ្នកអាចសាងបានប្រសិនបើអ្នកមិនឈប់សន្សំវាជារឿងដ៏អស្ចារ្យនៅចំណងមិត្តភាពដែលអ្នកអាចសាងបានប្រសិនបើអ្នកមិនឈប់យកចិត្តទុកដាក់ចំពោះអ្នកដទៃទម្លាប់តូចមិនមែនគ្រាន់តែបូកបញ្ចូលគ្នានោះទេនោះហើយគឺជាថាមពលនៃទម្លាប់តូចការផ្លាស់ប្ដូរតូចតាចលទ្ធផលដ៏អស្ចារ្យ